សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំពីរបៀបប្រើម៉ាស៊ីនបិទគែមឈើឬ edge bending machine ម៉ាស៊ីននេះជួយឲ្យគេក្តារមើលទៅស្អាតរឹងមាំនិងមានគុណភាពខ្ពស់សម្រាប់ការផលិតគ្រឿងសង្ហារឹមមុនចាប់ផ្ដើមយើងត្រូវស្គាល់ផ្នែកសំខាន់ៗរបស់ម៉ាស៊ីនសិនអេក្រង់ control panel សម្រាប់បញ្ជាកន្លែងដាក់ខ្សែ PVC ប្រព័ន្ធបាញ់កៅ roller សម្រាប់សង្កត់គែមកន្លែងកាត់តម្រឹមនិងជាគែមផ្នែកទាំងនេះធ្វើការជាបន្តបន្ទាប់ដើម្បីឲ្យគែពណ៌ក្តារស្អាតនិងជាប់ល្អបន្ទាប់ពីស្គាល់ចំណុចសំខាន់ៗរបស់ម៉ាស៊ីនអស់ហើយឥឡូវយើងមកបើក main power បន្ទាប់មកបើក switch ម៉ាស៊ីននៅលើ control panel រងចាំម៉ាស៊ីនកម្ដៅកៅរហូតដល់សីតុណ្ហភាពសមរម្យត្រូវពិនិត្យមើលថាខ្សែ PVC និងកៅមានគ្រប់គ្រាន់មុនប្រើនៅពេលម៉ាស៊ីនរួចរាល់យកក្តារដាក់ចូលតាម guide rail ដោយរក្សាទិសឲ្យត្រង់និងមានស្ថិរភាពបន្ទាប់ពីបញ្ចូលម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិដូចជាលាបកៅបញ្ចូលខ្សែគែមចុចនិងភ្ជាប់កាត់គែមខាងមុខនិងខាងក្រោយផ្ទៃកាត់ល្អិតៗបញ្ចប់ដោយពូលាលទ្ធផលចុងក្រោយគឺគែមមកក្តារដែលមានភាពស្អាតរឹងមាំនិងមានស្តង់ដារសម្រាប់ furniture production lineដើម្បីរក្សាបាននូវប្រសិទ្ធភាពការងារនិងអាយុកាលម៉ាស៊ីនយើងត្រូវសម្អាត glue pot ជាប្រចាំពិនិត្យ roller និង blade កុំដំណើរការលើសសមត្ថភាពម៉ាស៊ីនពាក់ឧបករណ៍សុវត្ថិភាពគ្រប់ពេលការថែទាំត្រឹមត្រូវនឹងជួយកាត់បន្ថយបញ្ហាផលិតកម្មហើយបង្កើនគុណភាពផលិតផលប្រព័ន្ធខ្យល់និងប្រព័ន្ធបូមកម្ទេចធូលីគឺជាប្រព័ន្ធសំខាន់ពីរនៅក្នុងម៉ាស៊ីនអ៊ុតកែមដែលជួយឲ្យម៉ាស៊ីនដំណើរការបានរលូនស្អាតនិងមានគុណភាពខ្ពស់ប្រព័ន្ធខ្យល់គឺប្រើសម្ពាធខ្យល់ compressed air ដើម្បីគ្រប់គ្រងចលនារបស់ស៊ីឡាំងនិងផ្នែកស្វ័យប្រវត្តិផ្សេងៗនៅលើម៉ាស៊ីនប្រព័ន្ធបូមកម្ទេចធូលីនេះមានតួនាទីបូមយកកម្ទេចឈើនិងធូលីដែលកើតឡើងក្នុងអំឡុងពេល pre-milling, trimming, corner rounding និង scraping ប្រព័ន្ធខ្យល់ជាកម្លាំងបញ្ជាដែលធ្វើឲ្យ unit នានាធ្វើចលនាប្រព័ន្ធបូមធូលីជាប្រព័ន្ធសម្អាតដែលយកធូលីនិងកម្ទេចឈើចេញពីម៉ាស៊ីនប្រព័ន្ធទាំងពីរនេះត្រូវតែដំណើរការបានល្អជានិច្ចដើម្បីធានាថាម៉ាស៊ីនអ៊ុតកែមផលិតបានផលិតផលស្អាតរឹងមាំនិងមានគុណភាពខ្ពស់មុនពេលដំណើរការអ៊ុតកែមយើងត្រូវឆែកមើលប្រព័ន្ធភ្លើងផ្លែកាំបិតកង់ផ្លែជាកែមទឹកប៉ូលាប្រសិនបើរកឃើញមានបញ្ហាអ្វីមួយត្រូវជួសជុលមុនដំណើរការប្រព័ន្ធកៅគឺជាប្រព័ន្ធដែលគ្រប់គ្រងការកម្ដៅការផ្គត់ផ្គង់និងការលាបកៅទៅលើបន្ទះឈើការគ្រប់គ្រងបរិមាណកៅបានត្រឹមត្រូវនិងសីតុណ្ហភាពមានស្ថិរភាពនិងធានាថាកែមជាប់រឹងមាំស្អាតនិងមានគុណភាពខ្ពស់ឥឡូវនេះយើងមកស្គាល់មុខងារសំខាន់ៗរបស់ប្រព័ន្ធកៅ glue pot ធុងកៅរក្សាទុកកៅ PUR ឬ EVA កម្ដៅកៅឲ្យដល់សីតុណ្ហភាពដែលបានកំណត់រក្សាសីតុណ្ហភាពឲ្យមានស្ថិរភាពពេញមួយដំណើរការ Blue dosing system គ្រប់គ្រងបរិមាណកៅដែលចេញពីធុងជួយកាត់បន្ថយការប្រើប្រាស់កៅលើសតម្រូវការធានាថាស្រទាប់កៅមានកម្រាស់ស្មើគ្នា Glue Voro ទទួលកៅពី glue pot លាបកៅស្មើៗគ្នាលើផ្ទៃគែមបន្ទះធ្វើឲ្យកៅគ្របដណ្ដប់បានពេញលេញ Pneumatic control ប្រើសម្ពាធខ្យល់សម្រាប់បញ្ជាចលនារបស់ glue unit បើកនិងបិទប្រព័ន្ធកៅដោយស្វ័យប្រវត្តិជួយកាត់បន្ថយការខ្ជះខ្ជាយកៅនៅពេលមិនមានបន្ទះឈើសម្រាប់ប្រេងនិងខ្លាញ់គោយើងត្រូវពិនិត្យមួយខែឲ្យបាន2ដងប្រសិនបើប្រេងជិតអស់យើងត្រូវចាក់បញ្ចូលឲ្យពេញចំពោះខ្លាញ់គោត្រូវបាញ់បញ្ចូលយ៉ាងហួចណាស់1ឬ2ដងក្នុងមួយខែដើម្បីជៀសវាងការគាំងឬខូចប៉ាដាងរបស់ម៉ាស៊ីន Edge bending machine គឺជាបច្ចេកវិទ្យាសំខាន់មួយសម្រាប់ការផលិតគ្រឿងសង្ហារឹមបែបទំនើបវាជួយបង្កើនទាំងគុណភាពល្បឿនផលិតកម្មនិងភាពជឿជាក់ក្នុងការផលិត